តាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តុកហុំប្រទេសថៃបានបញ្ជាទិញកំភ្លើងស្វ័យប្រវត្តិ ATMOS 2155 មីលីម៉ែត្រចំនួន6ដាំក្នុងឆ្នាំ2012ដែលត្រូវប្រគល់ជូននៅចន្លោះឆ្នាំ2014និង2015វាហាក់ដូចជាពួកគេត្រូវបានប្រគល់ឲ្យកងទ័ពថៃយ៉ាងមានប្រសិទ្ធភាព ATMOS 2000មានម៉ាស៊ីន Howitzer 155 មីលីម៉ែត្រ52 caliber ដែលដំឡើងលើទូរយន្ត 6x6 ATMOS សម្រាប់កងទ័ពថៃមានការកែលម្អមួយចំនួនវាត្រូវបានបង្កើតឡើងដោយសហការជាមួយនឹងឧស្សាហកម្មយោធារបស់ប្រទេសថៃវាត្រូវបានចាប់ផ្ដើមនៅក្នុងឆ្នាំ2012ហើយរថយន្តដឹកកំភ្លើងថ្មីដែលបំពាក់នឹង Howitzer ត្រូវបានបង្ហាញនៅក្នុងឆ្នាំ2013វាត្រូវបានបំពាក់ជាមួយនឹងកាប៊ីនពាក្យអាប្រព័ន្ធការពារនិងកំភ្លើងជាច្រើនគឺស្វ័យប្រវត្តិវាត្រូវបានដំណើរការដោយទាហានដែលមានបុរស3ឬ4នាក់ម៉ាស៊ីន ATMOS របស់ថៃអាចនឹងមានអាជ្ញាប័ណ្ណផលិតនៅក្នុងប្រទេសថៃនៅឆ្នាំ2016វាបានគេគ្រោងនឹងចែកចាយប្រព័ន្ធកំភ្លើងធំចំនួន5មានការជួបប្រជុំនឹងត្រូវធ្វើឡើងនៅក្នុងរោងចក្រអាវុធរបស់កងទ័ពថៃប៉ុន្តែមិនមានការបញ្ជាក់អំពីរឿងនេះក្នុងឆ្នាំ2006ថៃបានទិញកំភ្លើងរុញដោយស្វ័យប្រវត្តិមួយចំនួនមកពីប្រទេសបារាំងកាសា 6x6 155មីលីម៉ែត្រចំនួន6ត្រូវបានទិញនៅពេលនោះ ATMOS គឺជាប្រព័ន្ធកំភ្លើងស្វ័យប្រវត្តិ155មីលីម៉ែត្រ52 caliber ផលិតដោយក្រុមហ៊ុនផលិតយោធាអ៊ីស្រាអែល Sotham System ប្រព័ន្ធនេះមានរយៈចម្ងាយឆ្ងាយរំកើឆាប់រហ័សឡានដឹកទំនិញបំពាក់នឹងកម្លាំងភ្លើងលំដាប់ថ្មីនិងការចលនាដាក់ពង្រាយរហ័សពេលវេលាឆ្លើយតបខ្លីអាចតម្រូវការបានគ្រប់តំបន់ដីប្រព័ន្ធនេះត្រូវបានរួមបញ្ចូលជាមួយនឹងប្រព័ន្ធកុំព្យូទ័រយ៉ាងពេញលេញផ្ដល់នូវការគ្រប់គ្រងដោយស្វ័យប្រវត្តិនៅរំណាកកំណាត្រឹមត្រូវនិងការទទួលគួរដៅប្រព័ន្ធនេះត្រូវបានផ្ដល់ជូនជាមួយនឹងប្រវែងធុងកំភ្លើងផ្សេងៗគ្នាចាប់ពីបាប48ទៅ52 caliber ដើម្បីបំពេញតាមតម្រូវការអតិថិជនផ្សេងៗគ្នា ATMOS ត្រូវបានបំពាក់ជាមួយនឹងអាវុធ155មីលីម៉ែត្រ52 caliber អនុមោទដោយតាមអនុយងយោគយន្តគ្នារបស់ NATO និងត្រូវបានដំឡើងលើទូរយន្តដឹកទំនិញឆ្លងកាត់ទំហំ 6x6 Mechanic brake គឺជារំលាកផ្ដេកបើកបោកបោស្វ័យប្រវត្តិទៅខាងស្ដាំជាមួយនឹងទ្វារដែកកែវបិទជិតឈ្ងួតបណ្ដោអាសន្នគឺជាស៊ីឡាំងហ៊ីដ្រូលីកជាមួយនឹងពុម្ពហ៊ីដ្រូភ្នូម៉ាទិកហើយប្រវែងរំលាកអាចនឹងប្រែប្រួលពី850ទៅ1100មីលីម៉ែត្រទីលំនឹងភ្នូម៉ាទិក2ធ្វើឲ្យទំនាក់ទំនងកានុងសម្រួលអាវុធនិងការកាត់ព្យួរត្រូវបានគ្រប់គ្រងដោយប្រព័ន្ធហ៊ីដ្រូលីកនិងកុំព្យូទ័រឧបករណ៍តំដែងគោលដៅនិង SPA សម្រាប់កំភ្លើងត្រូវបានដំណើរការដោយកម្ចាត់ប្លង់ហ៊ីដ្រូលីកជាមួយនឹងធុងកំភ្លើង52អាចបំពេញបានគំនិតអតិបរិមា41គីឡូម៉ែត្រតាមរយៈ Projectile Extended Range Full Bore Base Blade 30គីឡូម៉ែត្រសម្រាប់ Projectile High Explosive NATO LDPAM និង Mach 4.5គីឡូម៉ែត្រ ATMOS 2000ដឹកជញ្ជូន Projectile 55មីលីម៉ែត្រ27គ្រាប់និងអាចដំណើរការបានដោយទាហាន4នាក់ដែលមានឧបករណ៍ដាក់ទំនិញ2ដាក់នៅខាងស្ដាំនិងខាងឆ្វេងនៅពីក្រោយប្រព័ន្ធនេះផ្ដល់ជូនអត្រាការប្រើប្រាស់រវាង4ទៅ9 rounds per minute Sotham System ATMOS 2000ធុងកំភ្លើង52 caliber នៅឆ្នាំ2001ដែលការមានវត្តមានរបស់វាត្រូវបានបង្ហាញលើកដំបូងនៅឆ្នាំ1999នៅពេលនោះវាក៏ត្រូវបានហៅថាជាកំភ្លើងរុនផងដែរ ATMOS ត្រូវបានបង្កើតឡើងដោយការរុនទន់ហើយមានគោលបំណងជាប្រមុខលើផ្សារនាំចេញមិនមែនជាទីផ្សារឯកទេសផងដែរនៅពេលនោះវាត្រូវបានបង្ហាញឲ្យសម្រាប់ការការពាររបស់អ៊ីស្រាអែលមិនមែនជាការប្រើប្រាស់កំភ្លើងជាការរុញធុងដាដែលធុងកំភ្លើងបែបតួគឺមានតម្លៃថោកជាងពួកគេមានការប្រតិបត្តិនិងធៀបថោកជាងពួកគេមានការចលនាយុទ្ធសាស្ត្រធំជាងពួកគេហើយមិនអាស្រ័យលើឧបករណ៍ដឹកទំនិញធន់ទៀតផងដែរនៅឆ្នាំ2001ប្រព័ន្ធនេះបានបាញ់កំភ្លើងជាង 1000 គ្រាប់នៅក្នុងការពិសោធន៍សែនភាពនៅក្នុងប្រទេសអ៊ីស្រាអែលផងដែរនៅកណ្ដាលឆ្នាំ2003អតិថិជននាំចេញមិនបានបង្ហាញឈ្មោះរបស់ខ្លួនត្រូវបានដាក់ចំនួន$5លានជាមួយនឹងក្រុមហ៊ុនសម្រាប់ប្រព័ន្ធ ATMOS 2000ដែលមិនទាន់បានបង្ហាញឡើយចាប់ពីឆ្នាំ2004កងទ័ពការពារអ៊ីស្រាអែលបានធ្វើការពិសោធន៍នៅក្នុងកន្លែងចានសម្រាប់ប្រព័ន្ធកំភ្លើង ATMOS 55 caliber 52ធុងកំភ្លើងនិង52 caliber 52ធុងកំភ្លើង